ថ្ងៃនេះខ្ញុំមានចំណុចកន្លឹះចំនួន4ដែលដកស្រង់ចេញពីសៀវភៅនេះក្នុងការជួយបណ្ដុះកូនរបស់យើងឲ្យក្លាយទៅជាមនុស្សល្អនិងខ្លាំងពូកែនៅក្នុងគ្រួសារនិងក្នុងសង្គមចំណុចទី1ត្រូវបង្រៀនកូនឲ្យយល់ពីសេចក្តីថ្លៃថ្នូរតាមរយៈអំពើជាកុសលនៅក្នុងចំណុចនេះយើងត្រូវឲ្យពួកគាត់យល់ថាតម្លៃរបស់មនុស្សមិនស្ថិតលើអ្វីដែលយើងមាននោះទេគឺស្ថិតនៅលើអ្វីដែលយើងផ្ដល់ឲ្យមនុស្សជាតិឪពុកម្ដាយគួរបង្កើតសកម្មភាពជួយដល់សង្គមនិងចែករំលែកដល់អ្នកខ្វះខាតដូចជារបស់របរផ្សេងៗតាមលទ្ធភាពដែលយើងមានជាក់ស្ដែងដូចជានៅក្នុងផ្ទះរបស់ខ្ញុំគឺកូនគាត់តែងតែចែករំលែកនៅសៀវភៅសម្ភារៈប្រើប្រាស់របស់លេងផ្សេងដែលពួកគាត់ប្រើរួចឬក៏ទៅតាមលទ្ធភាពដែលពួកគាត់អាចទិញបានដើម្បីចែករំលែកដល់ក្មេងៗដែលនៅជុំវិញផ្ទះដែលពួកគាត់ខ្វះខាតក៏ដូចជានៅតាមមូលដ្ឋានដែលពួកគាត់ត្រូវការនៅពេលដែលកូនបានធ្វើអំពើល្អពួកគាត់នឹងមានមោទនភាពចំពោះខ្លួនឯងហើយគាត់នឹងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនិងគុណធម៌ចំណុចទី2ជួយកូនឲ្យស្វែងរកនិងថែរក្សាក្តីសុបិនរបស់ពួកគេទោះបីជាពេលខ្លះស្ដាប់ទៅធំពេកចំណែកពេកប៉ុន្តែយើងមិនត្រូវបង្អាក់ទឹកចិត្តរបស់ពួកគេទេឪពុកម្ដាយគួរតែជាអ្នកស្ដាប់ដ៏ល្អហើយនឹងលើកទឹកចិត្តនៅគ្រប់បំណងប្រាថ្នាដែលកូនចង់បានឪពុកម្ដាយគួរតែឲ្យកូនសាកល្បងអ្វីដែលថ្មីហើយនឹងជាចំណង់ចំណូលចិត្តរបស់ពួកគេកាលណាពួកគេមានគោលដៅច្បាស់លាស់គឺពួកគេមិនវង្វេងវង្វាន់ទៅដើរផ្លូវខុសឡើយចំណុចទី3ការបណ្ដុះជំរុញទឹកចិត្តរបស់កូនពីខាងក្នុងដោយមិនបោះបង់និងជំរុញឲ្យកូនធ្វើការងារនោះដោយមោះមុតដោយចិត្តចង់ទោះបីជាពួកគាត់ជួបឧបសគ្គអ្វីក៏ដោយឪពុកម្ដាយគួរតែលើកទឹកចិត្តឲ្យកូនផ្ដោតលើការខិតខំប្រឹងប្រែងជាជាងលទ្ធផលទោះបីជាកូនបរាជ័យឪពុកម្ដាយមិនគួរស្ដីបន្ទោសកូនឡើយដែលជាមូលហេតុធ្វើឲ្យកូនរបស់យើងគឺជាមនុស្សដែលតស៊ូខិតខំប្រឹងប្រែងជំនះគ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅនៅក្នុងជីវិតចំណុចទី4ត្រូវមានវិន័យនិងការទទួលខុសត្រូវវិន័យជាស្ពានតភ្ជាប់រវាងក្តីសុបិននិងការសម្រេចបានប្រសិនបើគ្មានវិន័យសុបិនគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះឪពុកម្ដាយអាចធ្វើបានតាមរយៈការរៀបចំកាលវិភាគឲ្យកូនឲ្យបានត្រឹមត្រូវជាប្រចាំថ្ងៃដោយបែងចែកឲ្យច្បាស់រវាងម៉ោងរៀនម៉ោងលេងម៉ោងជួយកិច្ចការផ្ទះឬម៉ោងលេងកីឡាជាដើមហើយត្រូវរួមគ្នាអនុវត្តវិន័យនោះឲ្យបានម៉ឺងម៉ាត់ហើយត្រូវតែធ្វើជាគំរូដល់កូនឧទាហរណ៍យើងអត់ឲ្យកូនប្រើទូរស័ព្ទនៅម៉ោងញ៉ាំបាយដូច្នេះឪពុកម្ដាយត្រូវតែមិនប្រើទូរស័ព្ទនៅម៉ោងញ៉ាំបាយជាដាច់ខាតវិន័យនឹងក្លាយជាទម្លាប់បើសិនជាកូនមានទម្លាប់ល្អពួកគាត់នឹងអាចគ្រប់គ្រងជីវិតខ្លួនឯងបានហើយមានសេរីភាពក្នុងការសម្រេចគោលដៅក្នុងជីវិតសរុបមកការបណ្ដុះទម្លាប់4ខាងលើគឺជាកាដូដ៏មានតម្លៃបំផុតសម្រាប់ឪពុកម្ដាយដែលផ្ដល់ឲ្យកូនដើម្បីឲ្យពួកគេក្លាយជាមូលធនមនុស្សដ៏មានតម្លៃនិងរឹងមាំសម្រាប់សង្គមជាតិនៅឆ្នាំ2050